តើអ្នកដឹងទេមនុស្សម្នាក់ក្នុងចំណោម5នាក់នឹងជួបបញ្ហាសុខភាពផ្លូវចិត្តនៅពេលណាមួយក្នុងជីវិតប្រសិនបើអ្នកមិនមែនជាមនុស្សម្នាក់នោះទេវាអាចជាសមាជិកគ្រួសារមិត្តភ័ក្តិឬក៏មនុស្សដែលអ្នកស្រឡាញ់ដូច្នេះសុខភាពផ្លូវចិត្តមិនមែនជាបញ្ហាអ្នកដទៃទេវាជាបញ្ហារបស់យើងទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងរៀបរាប់អំពីប្រធានបទមួយដ៏សំខាន់ហេតុអ្វីយើងគួរយកចិត្តទុកដាក់ចំពោះជំងឺផ្លូវចិត្តជំងឺផ្លូវចិត្តកើតឡើងញឹកញាប់ច្រើនជាងអ្វីដែលយើងគិតទៅទៀតមនុស្សច្រើនគិតថាជំងឺផ្លូវចិត្តកើតឡើងតែចំពោះមនុស្សដែលទន់ខ្សោយឬក៏មនុស្សមួយចំនួនតែប៉ុណ្ណោះប៉ុន្តែតាមការពិតមនុស្សគ្រប់គ្នាអាចជួបប្រទះបានការសិក្សាបង្ហាញថាមនុស្សម្នាក់ក្នុងចំណោម5នាក់នឹងមានបញ្ហាផ្លូវចិត្តនៅពេលណាមួយក្នុងជីវិតនោះមានន័យថាបើអ្នកមិនធ្លាប់ជួបប្រទះវាអាចជាមិត្តភ័ក្តិរបស់អ្នកបងប្អូនឬក៏ឪពុកម្ដាយឬក៏ជាកូនរបស់អ្នកទី2ជំងឺផ្លូវចិត្តប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃជំងឺផ្លូវចិត្តមិនមែនគ្រាន់តែធ្វើឲ្យមនុស្សម្នាក់សោកសៅប៉ុណ្ណោះទេវាអាចធ្វើឲ្យមនុស្សពិបាកផ្ចង់អារម្មណ៍បាត់បង់កម្លាំងចិត្តមិនចង់ធ្វើការមានបញ្ហាក្នុងគ្រួសារបាត់បង់ការងារឬសូម្បីតែការគិតចង់បញ្ចប់ខ្លួនឯងក៏មានដែរជំងឺផ្លូវចិត្តអាចប៉ះដល់ការសិក្សាការងារទំនាក់ទំនងនិងគុណភាពជីវិតទាំងមូលហេតុផលទី3មនុស្សជាច្រើនមិនដឹងថាខ្លួនមានបញ្ហាផ្លូវចិត្តទេមនុស្សជាច្រើនទៅមន្ទីរពេទ្យដោយសារឈឺក្បាលចុកពោះឈឺខ្នងឬអស់កម្លាំងជាប្រចាំប៉ុន្តែពេលពិនិត្យរាងកាយមិនឃើញមានជំងឺធ្ងន់ធ្ងរឡើយពេលខ្លះមូលហេតុពិតគឺសន្តិដ្ឋនៅក្នុងចិត្តដូចជាការ stress តានតឹងថប់អារម្មណ៍ឬក៏ធ្លាក់ទឹកចិត្តនេះហើយជាមូលហេតុដែលសុខភាពផ្លូវចិត្តគួរត្រូវបានយកចិត្តទុកដាក់ដោយសុខភាពរាងកាយដែរហេតុផលទី4ជាមូលហេតុដែលគាត់មិនចង់សុំជំនួយដោយសារតែខ្លាចការរើសអើងមនុស្សជាច្រើនខ្លាចគេនិយាយថាគាត់ឈួតគាត់ខ្សោយគាត់គិតច្រើនពេកទើបគាត់ឈឺផ្លូវចិត្តដោយសារតែការរើសអើងបែបនេះហើយមនុស្សជាច្រើនលាក់បញ្ហារបស់ខ្លួនរហូតដល់ជំងឺកាន់តែធ្ងន់ធ្ងរតែតាមការពិតជំងឺផ្លូវចិត្តគឺជាជំងឺមួយដូចជំងឺទឹកនោមផ្អែមជំងឺលើសឈាមដែរវាមិនមែនបង្ហាញអំពីភាពទន់ខ្សោយនោះទេដំណឹងល្អជំងឺផ្លូវចិត្តអាចព្យាបាលបានបើទោះបីជាជំងឺផ្លូវចិត្តមួយចំនួនមិនអាចព្យាបាលឲ្យជាសះស្បើយទាំងស្រុងបានក៏ដោយក៏មនុស្សភាគច្រើនអាចរស់នៅបានល្អប្រសិនបើទទួលបានការព្យាបាលត្រឹមត្រូវការព្យាបាលរួមមានការពិគ្រោះជាមួយអ្នកជំនាញផ្លូវចិត្តការប្រើប្រាស់ថ្នាំនៅពេលចាំបាច់ការគ្រប់គ្រងពីគ្រួសារការគេងឲ្យបានគ្រប់គ្រាន់ការហាត់ប្រាណនិងការកាត់បន្ថយ stress តានតឹងការសុំជំនួយមិនមែនជាភាពខ្សោយទេប៉ុន្តែបង្ហាញពីភាពក្លាហានមានសុខភាពណាល្អបើគ្មានសុខភាពផ្លូវចិត្តទេប្រសិនបើអ្នកឬមនុស្សដែលអ្នកស្រឡាញ់កំពុងជួបបញ្ហាផ្លូវចិត្តសូមកុំខ្មាស់អៀនក្នុងការសុំជំនួយ